ថ្ងៃនេះដែរសំណុំអារម្មណ៍បងប្អូនទាំងអស់គ្នាមកខាងហាងនំប៉័ងនៀកពណ៌ខាងចិនខ្មៅដែលលក់នំប៉័ងនៀកពណ៌គេស្គាល់នំប៉័ងនៀកពណ៌មាននំប៉័ងដាក់សាច់ហើយនឹងមានស៊ុបអីជាច្រើនមុខទៀតហ្នឹងហើយនំប៉័ងនៀកពណ៌ហ្នឹងសាខាធំគាត់ហ្នឹងគឺនៅខាងវត្តកោះហើយនឹងមានសាខាផ្សេងៗទៀតប្រហែលសាខាទៀតប៉ុន្តែថ្ងៃនេះសំណុំអារម្មណ៍បងប្អូនទាំងអស់គ្នាមកខាងហាងនំប៉័ងនៀកពណ៌នៅខាងសាខាសែនសុខអាចជើញមកខាងហាងនំប៉័ងនៀកពណ៌នៅខាងសែនសុខនេះផងដែរនំប៉័ងដែលនាងខ្ញុំបានលើកមកបង្ហាញបងប្អូននេះគឺនំប៉័ងសាច់ជ្រូកច្រាំហើយបន្តមកទៀតគឺនំប៉័ងសាច់ប៉ាតេលាយសាច់ក្រហមអញ្ចឹងបងប្អូនអាចជ្រើសរើសទៅថាបងប្អូនគួរយកមួយណាតម្លៃក៏តាមនឹងដែរអញ្ចឹងណាតែនិយាយទៅនំប៉័ងគាត់ហ្នឹងគឺថ្មីមិនថាសាច់មិនថានំប៉័ងគឺស្រួយស្ញោកតែម្ដងអញ្ចឹងពេលដែលយើងដាក់ចូលមាត់មកគឺញ៉ាំឆ្ងាញ់ខ្ញុំមិនដឹងថាបងប្អូនក្នុងការដែលញ៉ាំហ្នឹងញ៉ាំចំនួនប្រមាណទេសម្រាប់ខ្ញុំគឺញ៉ាំតែមួយហ្នឹងគឺឆ្អែតមួយកណាត់ហ្នឹងណាពេលខ្លះយើងអត់ដឹងថាត្រូវរកអីញ៉ាំពេលទៅរកនំប៉័ងមិនដឹងថាពេលហេវហត់អស់កម្លាំងយើងញ៉ាំតែនំប៉័ងឆ្អែតដល់ពេលអញ្ចឹងទៅវាងធីងធងចង់ញ៉ាំស៊ុបអញ្ចឹងបើសិនជាបងប្អូនដឹងថាហាងនំប៉័ងនៀកពណ៌ហ្នឹងគឺគាត់មានតាំងពីនំប៉័ងដាក់សាច់ជាមួយនឹងស៊ុបហើយនឹងថែមជាមួយនឹងទឹកអំពៅគេហៅថាកិនធម្មជាតិទៀតហ្នឹងគឺធ្វើឲ្យយើងមានកម្លាំងតែម្ដងអញ្ចឹងយើងអាចធ្វើការជ្រើសរើសជាមួយនឹងការដែលញ៉ាំនៅក្នុងហាងនំប៉័ងនៀកពណ៌ហ្នឹងគឺមានគ្រប់ជម្រើសតែម្ដងអាចញ៉ាំនៅកន្លែងក៏បានអាចនៅតែខ្ចប់ធ្វើការខ្ចប់ទៅតាមទីតាំងអីក៏បានដែរស្រេចលើចិត្តបងប្អូនទាំងអស់គ្នាហើយនេះគឺជាការដែលគាត់រៀបចំជាចានសម្រាប់ឲ្យខ្ញុំ review នៅក្នុងហាងគាត់អញ្ចឹងណាអញ្ចឹងមិនថាស៊ុបមាន់ខ្មៅឬក៏ហៅថាសិតទៅរបស់ពៅបងប្អូនអញ្ចឹងពេលដែលយើងធ្វើការហត់នឿយអស់កម្លាំងអីចឹងទៅនៅពេលដែលយើងមកដល់ខាងហាងនំប៉័ងនៀកពណ៌ហ្នឹងគឺយើងអាចនិយាយថាក្នុងការជ្រើសរើសឥឡូវត្រូវយកអីគេយកស៊ុបមាន់ខ្មៅយកខួចំហុយឬក៏ពោះតាមស៊ុបពោះតាន់ដែលរបៀបថាលាយប្រហិតត្រីគាត់ធ្វើថ្មីឲ្យស្វិតល្អបងប្អូនអញ្ចឹងវាអាចនិយាយថាបងប្អូនក្នុងការដែលជ្រើសរើសទៅក្នុងការដែលយើងយកមួយណាអញ្ចឹងទៅគឺហាងគាត់ហ្នឹងគឺមានទាំងអស់ឲ្យតាំងពីអនាម័យកន្លែងចតឡានធំទលាយអីទាំងអស់ហ្នឹងគឺបងប្អូនអាចធ្វើការជាការសម្រាប់ចិត្តជ្រើសរើសក្នុងការញ៉ាំគាត់នៅកន្លែងក៏បានហើយនឹងយកទៅថាខ្ចប់ទីតាំងនៅខាងក្រៅក៏បានដែរអានេះយើងអាចនិយាយថានិយាយទៅមានច្រើនជម្រើសពេកទៅវាធ្វើឲ្យនាងខ្ញុំថ្ងៃក្រោយទៀតគឺដឹងថាមកញ៉ាំទៀតដែរជាមួយនឹងហាងនំប៉័ងហើយនឹងគេហៅថាស៊ុបអីមានច្រើនគ្រប់ប្រភេទទាំងអស់ហ្នឹងគឺយើងអាចញ៉ាំបានពេលណាតែឥឡូវនេះនាងខ្ញុំបានលើកនឹងគេហៅថាស៊ុបពោះតាន់ជាមួយនឹងប្រហិតត្រីឲ្យបងប្អូនបានញ៉ាំជាមួយខ្ញុំតើបងប្អូនជិះទាំងអស់គ្នាញ៉ាំជាមួយនាងខ្ញុំទាំងអស់គ្នាអូយនិយាយពីញ៉ាំទៅជាតិមែនតែនហើយជាមួយនឹងប្រហិតត្រីឆ្លាតគាត់ហើយនឹងពោះតាន់ហ្នឹងគឺដាក់មកចូលជាតិមែនតែមួយចានដាក់មកមានកម្លាំងព្រឹសតែម្ដងហើយនេះគេហៅថាស៊ុបខួចំហុយនេះផងដែរនិយាយពីដាក់មកនិយាយពីជាតិតែម្ដងមិនសិនជាបងប្អូនរសាអស់កម្លាំងនិយាយរួមទៅដូចថាចង់ញ៉ាំស៊ុបអីពៅមកខាងនំប៉័ងនៀកពណ៌មិនត្រឹមតែយើងមាននំប៉័ងឆ្ងាញ់ទេគឺយើងមានស៊ុបខួចំហុយស៊ុបអីមកចប់តែម្ដងស៊ុបមាន់ខ្មៅអីចឹងទៅអញ្ចឹងបងប្អូនអាចមានដូចថាជំរើសច្រើនយើងអាចញ៉ាំនំប៉័ងដាក់សាច់ផងញ៉ាំខួផងជាសេះទឹកអំពៅបងប្អូនពេលដែលយើងញ៉ាំទឹកអំពៅនោះគឺឆ្ងាញ់តែម្ដងអញ្ចឹងរសជាតិមួយមុខនៅក្នុងហាងនំប៉័ងនៀកពណ៌នោះគឺឆ្ងាញ់គ្រប់មុខតែម្ដងហើយបើសិនជាបងប្អូនចង់ញ៉ាំអាចដាក់ជាគល់ខ្ទឹមហើយចំពោះលើសាច់ទាំងអស់ហ្នឹងបងប្អូនអាចចង់ញ៉ាំសាច់ប្រភេទណាក៏បានដែរតែចំពោះនាងខ្ញុំពេលដែលមកដល់ហាងនំប៉័ងហ្នឹងគឺខ្ញុំតែងតែឲ្យគេដាក់សាច់គ្រប់មុខឲ្យអញ្ចឹងណាបងប្អូនសាច់គ្រប់មុខហ្នឹងគឺមានតាំងពីសាច់ក្រហមសាច់ប៉ាតេសាច់ជ្រូកច្រាមអីដាក់មកនិយាយពីចាប់ជាតិចូលគ្នាហើយញ៉ាំឆ្ងាញ់ជាមួយនឹងជ្រក់គាត់ធ្វើថ្មីអញ្ចឹងបងប្អូននៅពេលដែលយើងដាក់ចូលមាត់គឺយើងមានជាតិតែម្ដងមានកម្លាំងព្រឹសមិនថាយើងអស់កម្លាំងពីណាពីណីមកអញ្ចឹងណាយើងអាចញ៉ាំជាមួយនឹងទាំងអស់ហ្នឹងបានអញ្ចឹងបងប្អូនអាចចូលមើលនៅក្នុង page Mara Take Away ទាំងអស់ហ្នឹងទៅអាចមានមុខម្ហូបកន្លែងដែលឆ្ងាញ់ទីតាំងដែលល្អអាចដូចថាជាជម្រើសសម្រាប់បងប្អូនមកអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃនាងខ្ញុំព្យាយាមដូចថារកទីតាំងដែលល្អហើយក៏នាងខ្ញុំសូមអរគុណនៅម្ចាស់អាជីវកម្មទាំងអស់ដែលបានដូចថាពេញចិត្តនៅក្នុង page Mara ហើយអាចថាតាក់ទងឲ្យនាងខ្ញុំទៅប្រម៉ូទហាងបងប្អូនទាំងអស់គ្នាហើយអញ្ចឹងបើសិនជាបងប្អូនត្រូវការឲ្យ page Mara ទៅប្រម៉ូទអាចតាក់ទងមកក្នុង page Mara Take Away នឹង food នឹងបានហើយអញ្ចឹងទៅក៏សូមអរគុណហើយបងប្អូនកុំភ្លេចជួយ follow subscribe ជាមួយនឹង TikTok YouTube ហើយនឹង Facebook ផងដែរហើយអញ្ចឹងនាងខ្ញុំសូមសន្យាថានឹងនាំយកនៅហាងដែលឆ្ងាញ់ទីតាំងល្អធំជាទូលាយជាមួយនឹងតម្លៃសមរម្យអីទាំងអស់ហ្នឹងឲ្យបងប្អូនដែលថាធ្វើការទស្សនាហើយគឺដឹងថាត្រូវទៅញ៉ាំកន្លែងណាមិនដឹងថាទៅកន្លែងណាអាចចូលមើលពេកនៅក្នុង page Mara ផងដែរអរគុណបងប្អូនចំពោះការតាមដានទស្សនានៅក្នុង page Mara អរគុណជម្រាបលាបងប្អូនបាយ